ជំនាញដែលគេត្រូវការណាក្មួយហើយក្មួយមានហ្នឹងណាវាច្រើនមិនថាមានការគេធ្វើទេក្មួយបាត់តែខែច្រើនទៀតភាសាអង់គ្លេសបាទអញ្ចឹងយកភាសាអង់គ្លេសជាភាសាយើងឯងបើយើងអត់ចេះអង់គ្លេសការងារអត់បានទេហើយអង់គ្លេសមកធ្វើអីមិនអង់គ្លេសនិយាយបាក់បើដូចហមតា Hello how are you អញ្ចឹងឯងអង់គ្លេសដែលសរសេរ email បានសរសេរឆ្លើយឆ្លងឲ្យប្រធានបានតំណាងគេផ្លូវការបានអញ្ចឹងគេហៅ professional អង់គ្លេសចាអង់គ្លេសទី2ដែលយល់ពីកងត្រាចរចាសញ្ញាអង់គ្លេសហ្នឹងគេយកភ្លាមហើយប្រាក់ខែច្រើនណាស់ហើយជួនកាលមិនបាច់តែមាន degree ទេគេយកភ្លាមហើយអង់គ្លេសដែលយកមកតំណាក់ទៅមួយមេក្រូហ្វូនអន្តរជាតិបានហើយអង់គ្លេសដែលធ្វើការបម្រើក្នុងទេសចរបានទៅជាបរទេសមកហើយអង់គ្លេសដែលគេលើកយើងឡើងធ្វើជា manager បានតំណាងក្រុមហ៊ុនគេអាហ្នឹងអង់គ្លេសអញ្ចឹងក្មួយរៀនអង់គ្លេសអញពងរៀនអស់ចាយណាមួយអាហ្នឹងតែមក S តើបាត់ល្មោះឯងអាខ្លះ S បាត់ល្មោះហើយចេញឈាមមិនតបាត់ល្មោះទៀតទី1ទៅទី2អីគេទី2បើក្មួយចេះអាហ្នឹងក្មួយអត់មានអត់ការងារធ្វើហើយពេលខែបើគេចេះជំនាញវិស្វករអី1000អីក្មួយចេះភាសាហ្នឹងជួនកាលគេទាយកភ្លាមហើយជួនកាលរាប់ពាន់ជួនកាលទីឡាយជីទៀតក៏មានដែរចិន Mandarin ហើយប៉ាន់ណាក្មួយថ្ងៃក្រោយគឺចុកខ្មែរចិនលេខ1ហ្មង Mandarin ភាសាចិនកុកងឺបើក្មួយចំណាយពេលទៅរៀនតែកុកងឺទៅឲ្យច្បាស់ហ្មងទៅហើយវាចេះកូនខ្មែរហ្មងចេះកុកងឺហ្មងណាអូមោទនភាពអ្នកខែច្រើនណាស់អញ្ចឹងក្មួយចេះកុកងឺដើម្បីទី1សម្របសម្រួលគេបានឲ្យបុគ្គលិកតែជំនួសគេបានទី2បកប្រែគេទៅប្រការបានទី3ធ្វើជាអ្នកគ្រប់គ្រងគេបានហើយទី4អាចធ្វើជំនួយការមេបានអាហ្នឹងគេហៅថាចេះភាសាចិនជាផ្លូវការចឹងហ្មងតែខែច្រើនណាស់